សម័យហ្នឹងឯណាគេអត់ទាន់ចេះពាក់ឡេនដោះឡេនខ្លាចជាមុខមិននេះភ្លាមមកមិនរណាឆ្ងាយខ្ញុំហ្នឹងឯងតែឥឡូវហ្នឹងចេះពាក់តិចតិចគេតាហើយក៏ចេះដោះដែរតែជំនាញដោះឡេនហ្មងមកឥឡូវយើងសាកពាក់ឡេនទាំងអស់គ្នាដំបូងហ្នឹងយើងត្រូវមានឡេនសិនហើយដែលមួយជាហៀងយើងចាប់ឡេនហើយមួយជាហៀងទៅយើងទាញដបភ្នែកខាងក្រោមមកហើយបើសិនភ្នែកយើងហ្នឹងងាកទៅម្ខាងណាពេលភ្នែកយើងងាកទៅចំហៀងអញ្ចឹងគឺដាក់ងាយស្រួលចូលហ្មងយើងអត់ព្រិចបើកគេឥឡូវហ្នឹងវាចូលហើយនេះចូលអញ្ចឹងយើងធ្វើភ្នែកយឺតទៅឡេនហ្នឹងវានឹងចូលប្រស័យភ្នែកយើងហើយអ្នកទាំងអស់គ្នានេះគ្រាន់តែហើយភ្លាមភ្នែកយើងគឺធំស្អាតហ្មងតែទំហំឡេនខ្ញុំឡើង 14.5 mm ចឹងវារៀងបាក់ពាក់តិចតែបើយកឡេនរៀងតូចជាងហ្នឹងអាចស្រួលពាក់ជាងហ្នឹងណាប៉ុន្តែអាធំហ្នឹងឃើញពាក់ទៅលើកភ្នែកសាហាវហ្មងមកឥឡូវយើងសាកពាក់មួយខាងទៀតនិយាយទៅយើងធ្វើដូចមុនចឹងតែមុនយើងដាក់ឡេនហ្នឹងយើងអាឡោះទឹកឲ្យអស់សិនព្រោះតែវាច្រើនពេកហ្នឹងវាអត់ចូលទេវាស្អិតនៅហ្នឹងហ្មងហើយឡេនហ្នឹងយើងមើលផងកុំឲ្យបិជ្រាហាមកឥឡូវដល់វគ្គយើងហែកភ្នែកហើយភ្នែកយើងងាកទៅម្ខាងហើយដាក់ឡេនចូលមកហើយភ្នែកយើងក្លែបក្លាប់មកវាចូលហើយនេះជាការស្រេចគ្រាន់ដាក់ឡេនភ្នែកមកភ្លាមអ្នកនរគ្នាភ្នែកឡើងធំហ្មងបើយើង make up ទៀតស្អាតសាហាវហ្មងនិយាយមែនឡេនហ្នឹងខ្ញុំទិញមកពីចិនជាមួយខ្ញុំដាក់ brand របស់ឡេនហ្នឹងនៅលើហ្នឹងឲ្យមើលនិយាយទៅសាច់គេអត់ធ្ងន់ទេឡើងស្ដើងខ្លាំងហ្មងហើយពាក់ទៅឡើងដូចយកពាក់ឡេនអញ្ចឹងណាតែហើយតម្លៃគេក៏គួរសមដែរអត់ថ្លៃពេកក៏អត់ថោកពេកដែរទទួលយកបានតម្លៃមកកុំនិយាយច្រើនឥឡូវយើងដល់វគ្គដោះឡេនចេញវិញមានតែកញ្ចប់មួយហើយកដាស់ជូតមាត់មកយើងយកកដាស់ជូតមាត់សកជាមួយនឹងកញ្ចប់ហ្នឹងណាពេលយើងធ្វើអញ្ចឹងវាស្អិតឡេនយើងមកចេញលឿនខ្លាំងមែនតែនហ្មងនេះយើងយកកញ្ចប់ហ្នឹងទៅចាប់ឡេនយើងមកចាប់តែមួយផ្លេតទេគឺវាចេញមកហ្មងនេះចង់ព្រិចភ្នែកច្រើនដងក៏ចាប់ចេញដែរព្រោះกระดาษជូតមាត់យើងហ្នឹងវាស្អិតមកតែกระดาษជូតមាត់យកមកហ្នឹងដាក់យកឲ្យល្អផងយ៉ាត់ហុយពេញភ្នែកទៅឃើញអត់ខ្ញុំចាប់តែម្ដងពីរដងអីគឺវាចេញហើយងាយស្រួលខ្លាំងមែនតើឥឡូវឡេនហ្នឹងយើងពាក់បាន6ខែអញ្ចឹងយើងដោះទុកវិញហើយយើងដាក់ទឹកចិញ្ចឹមវាវិញមានអី brand ហ្នឹងគឺស្រួលពាក់ហើយឲ្យគេ free ទឹកចិញ្ចឹមយើងទិញតែមួយគូក៏គេ free ទឹកចិញ្ចឹមហ្នឹងដែរហ្នឹងហើយនិយាយម្ដងទៀតមាន sponsor តែឡេនហ្នឹងស្រួលពាក់មែនអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបាយបាយ